ngàyនេះបានមកហូបចុះបាយត្រីស្រាយជៀនជាមួយនឹងបុកក្តឹម7នេះអូយនិយាយថាមិនចុះតែបាយទេមកហូបក៏ចុះដែរបានបុកក្តឹម7ជូរជូរហិលហិលហើយបន្ទាប់ជាមួយនឹងត្រីបំពងយើងបំពងឲ្យស្រួយចឹងមកអូយបាយក្តៅក្តៅឆ្ងាញ់ណាស់នេះគ្រួសារខ្ញុំទិញបានត្រីដែងហើយនឹងត្រីផ្ទក់ស្រែយកមកដល់ខ្ញុំលាងឲ្យស្អាតហើយខ្ញុំប្រឡាក់អំបិលបន្តិចហើយនឹងប៊ីចេងបន្តិចត្រីនេះទូចទូចទេប៉ុន្តែមានពងត្រីស្រែអញ្ចឹងអត់សូវមានសាច់ទេធំតែក្បាលហើយខ្ញុំប្រឡាក់ហើយខ្ញុំផ្អាប់ទុកវាមួយសន្ទុះហើយបានយកវាមកចៀនត្រឡប់ខ្ញុំមុននឹងចៀនត្រីខ្ញុំបំពងខ្ទឹមទាំងសបកចឹងសិនឲ្យត្រីនឹងវាមានក្លិនឈ្ងុយខ្លាញ់រៀងក្តៅហើយយើងដាក់ត្រីដែលយើងប្រឡាក់មុននឹងចូលមកចូលទៅវាផ្ទុះខ្លាំងពេកចឹងហើយខ្ញុំគ្របវាទុកឲ្យវាក្រៀមសិនបានប្រើហើយខ្ញុំងាកមកបុកក្តឹម7ម្ដងដំបូងហ្នឹងបុកខ្ទឹមសហើយនឹងម្ទេសហ្នឹងឲ្យម៉ត់សិនបន្ទាប់មកបញ្ចាក់ក្តឹម7ចូលខ្ញុំដាក់ស្ករប៊ីចេងហើយនឹងអំបិលហ្នឹងមកមុខបន្តិចដាក់គ្រឿងហើយបាទខ្ញុំចាប់ផ្ដើមបុក7ឲ្យម៉ត់បុក7ហើយតតែយើងរៀងញាប់ដៃញាប់ជើងបាន7យើងវានៅខៀវស្អាតហើយរវល់តែដាក់គ្រឿងផងបុកផងហ្នឹង7យើងវាឡើងខ្មៅលក់មើលតែល្មមរសជាតិហើយខ្ញុំដូរដាក់ចានហើយមកមើលត្រីវិញឆ្អិនល្មមត្រីវារៀងទូចទូចចឹងទៅយើងដាក់អំពងឲ្យវាស្រួយទាំងឆ្អឹងចឹងណាញ៉ាំទាំងឆ្អឹងទៅកុំឲ្យខាត្រីយើងស្រង់ភ្លាមញ៉ាំភ្លាមមកបន្ទាប់មួយ7ជូរជូរចេះមកអូយឆ្ងាញ់ណាស់ហើយដួសមួយបាយក្តៅក្តៅទៀតរឹតតែត្រូវទៀតហើយបងប្អូនហើយបងប្អូនដែលរនឹកមកហូបអត់តន់ឃើញកុំភ្លេចសាកធ្វើមួយមុខហ្នឹងណាអរគុណដែលមើលវីដេអូរបស់ខ្ញុំដល់ចប់